ល្ងាចឡើងពេលបងប្អូនអ្នកគ្នាចេញពីធ្វើការមកអស់កម្លាំងបងប្អូនអ្នកគ្នាកុំតែគេងបងប្អូនអ្នកគ្នាចេញទៅក្រៅហាត់ប្រាណវិញនឹងធ្វើឲ្យបងប្អូនអ្នកគ្នាមានធម៌ពលហើយនឹងស្រស់ស្រាយឡើងវិញដោយសារយើងរវល់ពេញមួយថ្ងៃហើយដល់ពេលអញ្ចឹងទៅពេលល្ងាចឡើងមានអារម្មណ៍ថាយើងល្វើយអស់កម្លាំងមែនទែនអញ្ចឹងតើតើនឹងការល្វើយអស់កម្លាំងហ្នឹងវាមានមូលហេតុពីរទី1ប្រហែលជាការងាររបស់យើងហ្នឹងតើតើនឹងការប្រើប្រាស់កម្លាំងខ្លាំងពេកហើយអស់កម្លាំងទី2ហ្នឹងក៏អាចបណ្ដាលមកពីបញ្ហា stress ដែរយើង stress នឹងការងារទោះបីបងប្អូនអ្នកគ្នាអស់កម្លាំងដោយសារការប្រើធម៌ពលខ្លាំងពេកក៏ដោយទោះបីបងប្អូនអ្នកគ្នាមានអារម្មណ៍ថាល្វើយអស់កម្លាំងដោយសារបញ្ហា stress ក៏ដោយចាប់ផ្ដើមហាត់ប្រាណបានតែ4-5នាទីទៅបងប្អូនអ្នកគ្នាចាប់ផ្ដើមមានធម៌ពលហើយចាប់ផ្ដើមមានអារម្មណ៍ស្រស់ស្រាយហើយអញ្ចឹងការហាត់ប្រាណគឺសំខាន់ណាស់សម្រាប់សុខភាពរបស់យើងបងប្អូនអ្នកគ្នាគួរព្យាយាមធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ហើយឲ្យបានជាប់ជាប្រចាំរាល់ថ្ងៃក៏ខ្ញុំមានអារម្មណ៍មានបញ្ហាដូចនេះដែរហើយក្រោយពេលធ្វើលំហាត់ប្រាណហើយបើសិនជាបងប្អូនអ្នកគ្នាមានអាហារសុខភាពញ៉ាំដូចខ្ញុំឬក៏មានតែរុក្ខជាតិញ៉ាំដូចខ្ញុំនឹងជួយឲ្យបងប្អូនអ្នកគ្នារត់តែមានសុខភាពល្អហើយរត់តែមានធម៌ពលហើយរត់តែមានកម្លាំងហើយញ៉ាំអាហារសុខភាពនេះផ្លាស់ប្ដូររូបរាងរបស់បងប្អូនអ្នកគ្នាឲ្យបងប្អូនអ្នកគ្នាមានរូបរាងល្អហើយមានសុខភាពល្អដែរបើសិនជាបងប្អូនអ្នកគ្នាចង់បានរបបអាហារញ៉ាំដូចខ្ញុំបងប្អូនអ្នកគ្នាតាក់ទងមកខ្ញុំបានខ្ញុំរីករាយចែកម្លែកជាមួយបងប្អូនអ្នកគ្នា